ថ្ងៃនេះយកព័ត៌មានជួបអសិរ័យយើងបានទៅដល់គឺនៅភូមិទុះជ្រិចឃុំតាអងស្រុកគុនមុំខេត្តរតនគិរីបាទពីការថែមួយដែលយើងឃើញថាមានកំណោឈើជាច្រើនកំណោដែលយើងរាប់ទៅនឹងឃើញថាសិតតែឈើប្រណិតហើយឈើនឹងតាមពិនិត្យឃើញជាក់ស្ដែងនៅទីការថែនឹងគឺថាជាឈើវិប្រភេទឈើហុបដែលជាឡាំងជាជ្រុងជ្រុងមានប្រវែងពី2ម៉ែត្រទៅ2ម៉ែត្រកន្លះហើយទំហំនឹងពី3 ទឹក30 សង់ទីម៉ែត្រទៅ40 សង់ទីម៉ែត្រទៅ50 សង់ទីម៉ែត្របាទតាមដែលយើងរាប់ក៏ដូចជាអ្នកកសិកម្មក៏ដូចជាក្រុមគណៈកម្មការដែលមកឃើញជាក់ស្ដែងនឹងគឺថាឃើញជាង161កំណាត់បាទ161កំណាត់ដើមណាគឺជាដើមហើយសិតតែប្រភេទឈើប្រណិតក្នុងបាទតាមដែលយើងមកឃើញដំបូងហ្នឹងគឺយើងមកដល់ពីព្រឹកឃើញជាក់ស្ដែងនៅទីការថែហ្នឹងហើយយើងបានទៅជួបមួយសហគមន៍ជនជាតិដើមដែលលោកជាអ្នកនៅតំបន់នេះចិត្តនឹងផ្ទាល់ហ្នឹងលោកបានប្រាប់ថាឈើហ្នឹងឃើញគេដឹកមកយប់ប៉ុន្តែមិនដឹងរបស់ពីណាទេបាទគេដឹកមកគោនៅព្រៃមួយហ្នឹងព្រៃរបស់ក្បែរភូមិបាទចម្ងាយប្រហែលជា200 ម៉ែត្រពីភូមិហ្នឹងគឺថាគោហ្នឹងជារៀងរាល់យប់គេដឹកមកគោហ្នឹងអញ្ចឹងហើយបានជាគាត់ផ្ដល់ព័ត៌មានមកយើងដើម្បីយើងចុះមកយកព័ត៌មានហើយយើងចុះមកឃើញជាក់ស្ដែងចឹងមែនហើយយើងក៏បានទូរស័ព្ទទៅអន្តរាគមន៍ទៅសមាជិកនានាដើម្បីលោកអញ្ជើញមកដើម្បីពិនិត្យទាំងអស់គ្នាដើម្បីយើងធ្វើជារបាយការណ៍ផងហើយបានសមាជិកលោកបានជ្រាបពីបញ្ហានោះផងហើយរហូតដល់ស្មាននេះយើងឃើញថាអនុគណៈកម្មការបង្ក្រាបបទល្មើសខេត្តនឹងមានខាងប៉ូលីសមានខាងទាហានមានខាងអាវុធហត្ថព្រៃឈើហើយនឹងជាពិសេសស្ថាប័នព្រះអាជ្ញាផ្ទាល់តែម្ដងដែលដឹកនាំដោយលោកព្រះអាជ្ញារងលោករស់ស្រាមនឹងលោកដឹកនាំកម្លាំងជិត20នាក់បានអញ្ជើញមកដល់កន្លែងកាត់ហែហ្នឹងដើម្បីពិនិត្យវត្ថុតាងឈើដែលគេកាប់ពីព្រៃមកដោយល្មើសច្បាប់ហ្នឹងឥឡូវនេះខ្ញុំជូនទៅលោករស់ស្រាមផ្ទាល់ដែលលោកនឹងរៀបរាប់ពីហេតុការណ៍ដែលកើតឡើងហើយនឹងវិធានការរបស់ក្រុមអាជ្ញាធរដែលលោកបានឃើញហេតុការណ៍ផ្ទាល់បាននៅព្រឹកនេះគេថាគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើរបស់ខេត្តរតនគិរីគឺថាបានទទួលដំណឹងពីខាងសហគមន៍បងប្អូនសហគមន៍ហ្នឹងហើយក្រោយពេលបានទទួលព័ត៌មានអំពីការស្តុកទុកនៅបទល្មើសព្រៃឈើនេះគឺថាកងគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើដែលមានកម្លាំងចម្រុះដោយនគរបាលខេត្តកងរាជអាវុធហត្ថខេត្តក៏ដូចជាខាងនាយទាហានខេត្តខាងទាហានខេត្តក៏ដូចខាងជំនាញរដ្ឋបាលព្រៃឈើនិងបានមានខ្ញុំបានដឹកនាំមកពិនិត្យមើលនៅបទល្មើសការស្តុកទុកនៅឈើប្រណិតធ្នង់ជាក់ស្ដែងនៅកន្លែងឃើញថាវាមានពិតជាមានឃើញថាមានការកោទុកនៅប្រភេទឈើធ្នង់នេះ2-3កំណោហើយឥឡូវនេះយើងបានមកពិនិត្យឃើញជាក់ស្ដែងក្រោយពេលយើងពិនិត្យហើយយើងនឹងមានវិធានការរឹបអូសយកនៅឈើនេះទៅស្តុកទុកដើម្បីធ្វើការវាស់វែងហើយនឹងចាត់ការតាមនីតិផ្លូវច្បាប់សូមព្រាញ្ញាយើងដឹងថាតើអ្នកណាជាម្ចាស់ឈើពិតប្រាកដទេដើម្បីតាមយើងមើលភូមិសាស្ត្រនៅទីនេះឃើញថាយើងមិនបានដឹងថាតើម្ចាស់ឈើនៅណាទេពីព្រោះឈើនេះយើងឃើញថាវាមានការស្តុកទុកនៅក្រោមដើមនៅក្រោមព្រៃរបស់បែបនេះគឺថាយើងមិនអាចដឹងថាម្ចាស់ឈើជានរណាទេហើយយើងជឿថាគ្មាននរណាហ៊ានចេញមុខមកទទួលខុសត្រូវចំពោះការស្តុកទុកឈើនេះទេរហូតដល់ពេលនេះគឺយើងបានធ្វើការប៉ាន់ប្រមាណឬក៏ធ្វើការរាប់ចំនួនជាដើមជាឈើឬក៏ជាចំនួនម៉ាត់គីពីប្រមាណទេចំពោះការវាស់វែងជាក់ស្ដែងគឺថាយើងមិនអាចធ្វើការវាស់វែងបានភ្លាមទេពីព្រោះថាឈើវាមានការកោទុកលើគ្នាហើយយើងមិនអាចរើបានភ្លាមទេដោយសារតែព្រោះយើងជាកម្លាំងសមត្ថកិច្ចគឺថាគ្មានជំនាញក្នុងការកោះកកាយឈើនេះដើម្បីធ្វើការវាស់វែងជាក់ស្ដែងទេក៏ប៉ុន្តែយើងបានរាប់មើលឃើញថាវាមានជាង100កំណាត់ឈើដែលយើងនឹងធ្វើការវាស់វែងទៅតាមជំនាញរបស់រដ្ឋបាលព្រៃឈើពេលក្រោយទៀតលោកពីតើលោកមានសំណុំពរយ៉ាងម៉េចចំពោះជីវរដ្ឋដែលតាមបទល្មើសឈើក្នុងខេត្តតាមជាយោបល់ផ្ទាល់ខ្លួនមកខ្ញុំគ្រាន់តែមានសំណុំពរឲ្យជីវរដ្ឋជួយសហការដល់អាជ្ញាធរមានសមត្ថកិច្ចដែលជាពិសេសមកជួយផ្ដល់ព័ត៌មានដល់គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើនេះដែលមានកម្លាំងចម្រុះគ្រប់ជំនាញថ្នាក់ដើម្បីធ្វើការបង្ក្រាបអំពីបទល្មើសព្រៃឈើជាក់ស្ដែងនៅដែលបានប្រទះឃើញនៅតាមមូលដ្ឋានរបស់ខ្លួនបាទតាមតំបន់ដែលយើងឃើញជាក់ស្ដែងនេះគឺកំណោឈើដែលបានស្តុកទុកនេះគឺថានៅចម្ងាយប្រហែលជាង10គីឡូម៉ែត្រពីទីរួមខេត្តបាទគឺនៅភូមិទុះជ្រិចឃុំតាអងស្រុកគុនមុំខេត្តរតនគិរីបាទហើយឈើនឹងតាមប្រជាប្រដ្ឋទីកាលនេះថាគេដឹកចេញពីភ្នំមួយនៅខាងនេះភូមិនៅឆ្ងាយពីភូមិដែរគឺភ្នំមួយនឹងសម្បូរដោយព្រៃឈើណាហើយមិនដឹងថាគេកាប់បែបណាអ្នកណាជាធ្វើទេតែអ្នកណាកាប់ឈើនឹងទេឃើញដឹកតាំងយប់នឹងជូនតាមគូយន្តឆ្នៃនឹងយកមកដាក់នៅព្រៃរបស់ក្បែរភូមិនឹងឯងហើយខ្ញុំសូមបញ្ជាក់ថានៅខេត្តរតនគិរីនេះប្រហែលថ្ងៃនេះគឺថារយៈពេលជាង1សប្តាហ៍នេះគឺថាមិនមែនតែនៅទីរួមខេត្តទេគឺសំនៅតាមបណ្ដាស្រុកផ្សេងៗនេះក៏ប្រជាសហគមន៍លោករីកាមកច្រើនណាស់ថាមានចលនាឈើប្រណិតហ្នឹងជឿថាធ្វើចរាចរណ៍ចេញទៅប្រទេសវៀតណាមហើយមានឈ្មោះវៀតណាមធំចូលមកទិញច្រើនណាស់រាប់រយម៉ាត់គីមក
ហើយជួនកាលដឹកទៅថ្ងៃលើកដាក់ឡានទៅថ្ងៃក៏មានដែរជាពិសេសនៅស្រុកអណ្ដូងមាសស្គាល់តែម្ដងបានខ្ញុំរដ្ឋាភិបាលវិទ្យុអសីសេរីរាយការណ៍ពីភូមិទូកច្រាច់ស្រុកពុនមុំខេត្តរតនគិរី